គ្រាន់តែបើកក្បាលវីដេអូមកពុកម៉ែបងប្អូនដឹងហើយក៏ស្រក់ទឹកមាត់ដែរមិនបាច់ខ្ញុំនិយាយថានឹងស្អីគេអញ្ចឹងណាពុកម៉ែបងប្អូនអើយពីថាគ្រាន់តែឃើញនឹងក៏ហៀស្រក់ទឹកមាត់បើសិនតែឃើញពេលយប់ទៀតអូយមិនដឹងទៅយ៉ាងណាទេណោះហើយចាថ្ងៃហ្នឹងគឺខ្ញុំមកបុកជាមួយនឹងតាគៀបក្តាមណាពុកម៉ែបងប្អូនអ្នកស្រុកអ្នកភូមិខ្ញុំគឺចូលចិត្តតែញ៉ាំបុកតាគៀបក្តាមនិយាយពីថាដល់ខែអញ្ចឹងយយថាគៀបតាគៀបក្តាមមុខផ្ទះអ្នកណាក៏មានដែរពុកម៉ែបងប្អូនបេះតែមកក្តាប់មកយកមកបុកជាមួយនឹងចាន់ជាមួយនឹងដាក់ម្ទេសហឹលចឹងទៀតនោះពុកម៉ែបងប្អូនអើយនិយាយពីថាឆ្ងាញ់ណាស់ចាស់ពីដើមចូលចិត្តតែញ៉ាំបុកចាន់ចឹងឯងណាពុកម៉ែបងប្អូនដូចជំនាន់ម៉ាក់ខ្ញុំអីចឹងគឺបុកចាន់គាត់មានដាក់ជាមួយនឹងក្បាលដូងខ្ចីជាមួយនឹងលពាក់ខ្ចីទៀតណាពុកម៉ែបងប្អូនអើយនិយាយពីថាជាតិណានិយាយពីខ្ញុំវិញនៅពីទូចវិញនិយាយពីថាញ៉ាំមុនដំបូងអត់ចេះញ៉ាំតែពេលបានញ៉ាំម្ដងពុកម៉ែបងប្អូនអើយពីថាញ៉ាំដល់ឥឡូវឲ្យតែខែតាគៀបក្តាមគឺខ្ញុំដែលបេះបានគឺខ្ញុំយកមកបុកញ៉ាំជុំបងប្អូនជុំអ្នកចិត្តផ្ទះអ្នកចិត្តខាងអីចឹងណាពុកម៉ែបងប្អូនអើយយើងនិយាយគ្នាលកចឹងទៅអូយវាថាឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយហើយយើងអត់មានអីទេគ្មានក្បាលដូងគ្មានលពាក់អីទេខែហ្នឹងគឺមានតែចាន់មានតែត្រប់មានតែសក់នឹងឯងមានប៉ុណ្ណាដាក់ប៉ុណ្ណឹងអញ្ចឹងណាអង្ការខ្ញុំនៅពីទូចខ្ញុំច្រឡំសខើជាមួយនឹងតាគៀបក្តាមណាតាគៀបក្តាមវារៀងទូចតែសខើវារៀងធំទៅពេលទុំទៅវាខ្មៅអាពីរអ្នកហ្នឹងគឺថាខ្ញុំច្រឡំគ្នារហូតដល់ទៅពេលដើរចូលក្នុងព្រៃឬក៏អ្នកផ្ទះអ្នកភូមិគេមានគេដោះនៅចិត្តនឹងអញ្ចឹងខ្ញុំច្រឡំគ្នាទៅរហូតណាពុកម៉ែបងប្អូនដល់ដឹងមិនទេច្រឡំតាពីរដើមនឹងវាស្តៀងគ្នាអញ្ចឹងណាហើយឥឡូវនេះគឺយើងមកហាន់ជាមួយនឹងតសក់ជាមួយនឹងអីយើងមកពុកម៉ែបងប្អូនអើយមានតែអ្នកនៅជនបទដូចយើងដូចខ្ញុំអីចឹងណាពុកម៉ែបងប្អូនបានស្គាល់រសជាតិជាមួយនឹងបុកច័ន្ទបើថាអ្នកនៅតាមទីក្រុងស្រួលមិនស្គាល់រសជាតិបុកច័ន្ទទេព្រោះថាបុកច័ន្ទនឹងវាឆ្ងាញ់ជាងបុកល្ហុង10ដងទៀតណាពុកម៉ែបងប្អូនហើយយើងក៏ដាក់ជាមួយនឹងម្ទេសដាក់ជាមួយនឹងខ្ទឹមជាមួយនឹងអំបិលបន្តិចស្ករបន្តិចជាមួយនឹងប៊ីចេងបន្តិចមកណាពុកម៉ែបងប្អូនអើយវាយើងបុកវាម៉ត់ចូលគ្នាមកណាពុកម៉ែបងប្អូនហើយយើងក៏មិនភ្លេចដែរជាមួយនឹងប្រហុករបស់យើងដាក់តាមចំណង់ចំណូលចិត្តមកតិចច្រើនតាមនឹងអញ្ចឹងណាអ្នកទៅធ្វើស្រែទៅធ្វើចំការអីចឹងយើងបានជាមួយនឹងបុកច័ន្ទអីចឹងទៀតធ្វើការសណាពុកម៉ែបងប្អូនយើងញ៉ាំជុំគ្នាប្រាច់លកោអញ្ចឹងអូយពីថាឆ្ងាញ់ហើយជាតិមានកម្លាំងព្រឹសហ្មងដឹងមិនទេឲ្យតែអ្នកធ្វើការសអញ្ចឹងណាពុកម៉ែបងប្អូនដាក់អាមកជូរនឹងទៅនិយាយពីថាមានកម្លាំងព្រឹសតែម្ដងណាពុកម៉ែបងប្អូនយល់ទៅគឺអង្គចាស់ពីដើមដែរមានមកទឹកក្រូចទឹកអីញ៉ាំដូចយើងសម័យឥឡូវទេពុកម៉ែបងប្អូនចាមានតែបុកច័ន្ទនឹងមកត្បាល់ទៅនិយាយពីថាស្ពាយទៅហូបតែជាមួយបាយកកយកតែឆ្ងាញ់យកតែណាអស់មែនអត់ពុកម៉ែបងប្អូនយល់ទៅគឺជំនាន់ម៉ាក់ខ្ញុំគាត់និយាយប្រាប់គឺអញ្ចឹងឯងបានតែបុកច័ន្ទមួយចានអូយនិយាយថាសប្បាយចិត្តចង់ងំក៏គាត់នៅក្មេងៗតែមាននំណាញ៉ាំមិនដូចសម័យខ្ញុំឥឡូវណាហើយឥឡូវបុកច័ន្ទរបស់យើងក៏បានរួចរាល់ហើយសម្រស់គេណាអូយអែមខ្លាំងណាស់ពុកម៉ែបងប្អូនអើយហើយឥឡូវវីដេអូនេះខ្ញុំសូមចាប់តែប៉ុណ្ណេះចាំជួបគ្នានៅវីដេអូ